Cáiយើងចែកលុយត្រូវតែគ្រូព្រោះថាយើងចែកលុយខុសយើងព្រមមើលផលិតផលគ្រប់កន្លែងអស់ហើយចាអនឡាញយើងធ្លាប់អស់ហើយប៉ុន្តែវាអត់ទទួលបានផលពេលយើងមកទីនេះគ្រប់ពេលពិតចាជាបានពិតចាពិតហើយទទួលបានលទ្ធផលពិតមែនបងទទួលសេវាកម្មបានម្ដងហ្នឹងលើកទី3ទាំងថ្ងៃហ្នឹងណាគ្រូអូលើកទី3ចឹងបាន2ដងកន្លងមកឃើញថាលទ្ធផលបងបាយតម្លៃថាបានបាន%ចូលលើកទី2ដែលខ្ញុំធ្វើសេវាកម្មលើកទី2ហ្នឹងបានពី60%ហើយឥឡូវហ្នឹងមកដល់លើកទី3នេះខ្ញុំឃើញថាស្នាមជាំខ្មៅខ្ញុំហ្នឹងនៅប្រហែលជា10%ទៀតតែជាអស់ហើយគ្រូចាពិតជាមិនធម្មតាចុះមានអ្នកណាណែនាំបងជួយមកដល់ Dr. Book បងស្រីមួយដែលគាត់នៅនេះហ្នឹងត្រូវជាបងប្អូនខ្ញុំដែរចាគាត់មកព្យាបាលកន្លែងហ្នឹងព្រោះគាត់មានបញ្ហាអាចរុយជាប់ខ្មៅនេះគ្រូអាចរុយកញ្ចុកអាចរុយកញ្ចុកចាអូខ្ញុំចាំហើយអាចរុយហ្នឹងដូចគាត់ធ្លាប់បានទៅកាត់នៅកន្លែងផ្សេងហើយខូចឥឡូវជាប់កាន់តែខ្លាំងហ្មងជាប់ហើយឥឡូវផ្លែទៀតព្រោះទៅគាត់មកព្យាបាលនៅ Dr. Book ហើយគាត់ជាហើយគាត់ណែនាំបងចឹងណាហ្នឹងហើយឃើញគាត់ស្អាតចាអូពិតជាល្អមែនតើចានេះជាការបកស្រាយពិតសម្ដីពិតពីអតិថិជន Dr. Book គាត់សប្បាយចិត្តមែនតើអូយញ័រនិយាយអត់ចង់រួចទេពីបងសប្បាយចិត្តណាខ្ញុំខ្លួនឯងតខ្ញុំសប្បាយចិត្តខ្លាំងមែនតើគ្រូព្រោះថាយើងស្វែងរក clinic ដែលល្អហើយយើងត្រូវវាមានន័យថាយើងសប្បាយចិត្តហ្មងសប្បាយចិត្តខ្លាំងគ្មានអីលើសពីមុខស្អាតទេណាបងណោះគឺជីវិតមានន័យហើយការចាយវាយបបងក៏ទទួលបានប្រសិទ្ធភាពចាសំខាន់គឺយើងចាយលុយត្រូវតែគ្រូព្រោះថាយើងចាយលុយខុសយើងព្រមមើលផលិតផលគ្រប់កន្លែងអស់ហើយចាអនឡាញយើងធ្លាប់អស់ហើយប៉ុន្តែវាអត់ទទួលបានផលពេលយើងមកទីនេះគ្រប់ពេលពិតចាជាបានពិតចាពិតហើយទទួលបានលទ្ធផលពិតមែនអញ្ចឹងមុនពេលអញ្ជើញមកសាកលទ្ធផលអស់ប្រហែលមុខទៅអូច្រើនណាស់អ្នកគ្រូឲ្យរៀបរាប់អត់អស់ហើយចាយូរហើយរៀបទៅអាផលិតផលហ្នឹងជ្រាបចូលមុខអត់ជ្រាបតែគ្រូជ្រាបចូលប៉ុន្តែវាអត់បានផលអត់ work សោះចាអត់បានផលសោះហ្មងអត់មានបាត់ស្នាមខ្មៅអត់មានបាត់ស្នាមជាំអីទេចាវាដដែលហ្មងតែលើកចុងក្រោយខ្លោចបដ ாய் អូលើកចុងក្រោយខ្លោចដូចគូឆ្នាំងហ្មងគាត់ខ្ញុំមកព្យាបាលឡើយហ្នឹងបានតែម្ដងនិយាយទៅឃើញថាប្រសើរបានច្រើនខ្លាំងមែនតើចាចុះពេលដែលធ្វើសេវាកម្មហ្នឹងពីបងវិញឈឺប៉ុណ្ណាភាគរយពេលដែលធ្វើសេវាកម្មនៅ Dr. Book នេះខ្ញុំឈឺប្រហែលជា10%អ្នកគ្រូអូយចា10%ចាឈឺតែអតិថិជនផ្សេងៗគាត់ថាឈឺខ្លាំងណាស់អត់ទេខ្ញុំចាមកល្មមតែអាចធំបានមិនថាធំបានគាត់ឈឺចឹងចាខ្ញុំអត់បានសោកប៉ាន់ទេខ្ញុំអត់បានសោកប៉ាន់ប្រកបបងនេះសម្ដីពិតហើយប្រូនេះក៏មិនបានរៀបចំដែរមែនទេបងយើងអង្គុយទៅចែកគ្នាលេងតាមធម្មតាជាទូទៅការថតវីដេអូវាមុនមកណាគេតែងតែមានប្រូឲ្យអ្នកថតហ្នឹងត្រូវតែអានត្រូវតែចាំទន្ទិញអញ្ចឹងប៉ុន្តែឥឡូវអត់ទេអ្វីដែល Dr. Book ផ្សាយបងបានបកស្រាយគឺជារឿងពិតដែលយើងជួបប្រទះគឺជាសេវាកម្មដែលយើងបានឆ្លងកាត់ជាមួយគ្នាពេលដែលបងគាត់ជើញមកផលិតជួបមួយខ្ញុំដំបូងខ្ញុំឃើញស្នាមហ្នឹងគឺខ្ញុំប្រាប់បងថាមិនដល់អូអ្នកគ្រូប្រាប់ខ្ញុំថាចេះលើកទី2បានឃើញប្លែកចាលើកទី1មិនបាច់ឲ្យខ្ញុំរំពឹងទេចឹងលើកទី2បានឃើញប្លែកចាប៉ុន្តែធៀបពិតខ្ញុំមកត្រឹមតែមួយលើកខ្ញុំឃើញមកខ្ញុំប្លែកឡើងខ្លាំងមែនតើដល់60%អូវ៉ាវតែមិនគួរឲ្យជឿនេះជាពិសេសអាស្នាមកន្លែងនេះបងប្អូនទាំងគ្នាចា admin zoom តិចមកឃើញស្នាមហ្នឹងចាស្នាមកន្លែងនេះគឺពិសេសខ្លាំងមែនតើបងត្រូវអីគេស្នាមអូខ្ញុំឆោតទ្វារឡានចាយើងងាកមុខមកយើងបិទទៅវិញទៅអត់បានងាកមុខចាញ់ស្បែកកោស្បែកហ្នឹងហ្មងអូចាហើយស្នាមហ្នឹងបងដែរនឹកឃើញថាអាចនឹងបាត់ទេខ្ញុំគិតថាប្រហែលជាមិនបាត់ទេព្រោះវាស្នាមខ្មៅខ្លាំងហ្មងដោយសារហេតុផលអាយុជារឿងមួយដែលធ្វើឲ្យស្បែករបស់យើងវាពិបាកនឹងជួសជុលកោសិកាហ្នឹងត្រឡប់មករកសភាពល្អប្រសើរវិញចាប៉ុន្តែនៅពេលដែលអញ្ជើញមកដល់ Dr. Book អ្នកគ្រូពេទ្យមានម៉ាស៊ីន laser ទំនើបមាន supplement vitamin មាន rejuvenation អញ្ចឹងទៅគឺជួយឲ្យស្លាកស្នាមហ្នឹងបាត់លឿនមែនតើមែនទេបងចាគូសាបងថាប្លែកចាញាតិខាងគាត់ថាដែរបងណាចាគេសួរនាំគ្រប់គ្នាដែរគេសរសើរថាអូមុខអាក្រក់ធ្លាប់ឃើញអាក្រក់ពេលឥឡូវប្លែកមែនចាហើយគេមានសួរថាទៅធ្វើនៅណាសួរខ្ញុំក៏បានប្រាប់ខ្ញុំឃើញលេខទៅចាអរគុណបងអរគុណមែនតើបងបានចែកម្លែកក៏ទៅសេចក្តីសុខរបស់មនុស្សម្នាក់គឺគ្មានអ្វីក្រៅពីការដែលទទួលបានភាពស្រស់ស្អាតហើយការដែលយើងដាក់ចិត្តដាក់កាយចាយពេលវេលានិងកម្លាំងនិងទឹកប្រាក់ទៅធ្វើសេវាកម្មឲ្យទទួលបានផលវាពិតជាអស្ចារ្យខ្លាំងមែនតើមែនទេចាប្រៀបដូចជាការសម្រេចចិត្តវិនិយោគទុននៅលើមុខហើយទទួលបានការចំណេញមកវិញអញ្ចឹងបងប្អូនទាំងគ្នានៅវ័យដែលមានសភាពស្បែកក្រិនមិនងាយទទួលរងនៅផលិតផលលាបដោយបងស្រីបានរៀបរាប់អញ្ចឹងគឺអាចជ្រើសរើសសេវាកម្មនៅ Dr. Book យើងបានពីព្រោះថានៅទីនេះអ្នកគ្រូពេទ្យមានម៉ាស៊ីន laser ទំនើបជាមួយនឹង supplement ជាច្រើនដែលអាចជួយផ្ដល់នៅសភាពស្បែកស្រស់ថ្លាហើយឆាប់ជាដោយបងស្រីបែបនេះយើងនឹងដាក់រូបមុនពេលព្យាបាលដល់ពេលព្យាបាលបានម្ដងហើយលើកទី2បន្តទៅទៀតក៏រងចាំមើលដែរថាឥឡូវនេះគឺទទួលបាន60-70%ហើយមែនទេបងចានៅសល់ទីតួទេចាហើយត្រឹមតែ2-3ដងលើកទី3នេះមិនទាន់ចេញ result ទេចាត្រឹមតែលើកទី3ទេចាអញ្ចឹងខ្ញុំពីលើទីពិតគឺ laser បាន2ដងចាអញ្ចឹងចាំមើលថាខែក្រោយទៀតបងនឹងអាប់ដេតជូនបងប្អូនជាប្រវត្តិខ្មែរមើលទាំងអស់គ្នាហើយហេតុផលដែលខ្ញុំស្នើសុំបងឲ្យចូលវីដេអូនិយាយបែបនេះគឺអត់មានការសោកប៉ាន់ទេប៉ុន្តែចង់ផ្សព្វផ្សាយអ្វីដែលពិតអ្វីដែលលទ្ធផលពិតដែលគ្រូពេទ្យស្រុកខ្មែរយើងអាចធ្វើបានចាអញ្ចឹងហើយកុំឲ្យបងប្អូនជាប្រវត្តិមួយចំនួនដែលគាត់មានលទ្ធភាពហើយហោះទៅព្យាបាលនៅខាងក្រៅចាយពេលចាយលុយហើយពេលខ្លះអត់ចាំពេទ្យទៀតមែនទេបងចាអត់ចាំពេទ្យទេអញ្ចឹងហើយពេលដែលមានរបស់ល្អមានទឹកដៃល្អសមត្ថភាពធ្វើបានបែបនេះអ្នកគ្រូពេទ្យចង់បង្ហាញជូនឲ្យបងប្អូនអ្នកដែលមានបំណងចង់ព្យាបាលដូចបងចាអាចអញ្ជើញមកវិគ្រោះនឹងពិភាក្សាជាមួយនឹងគ្រូពេទ្យនៅប្រទេសកម្ពុជានិយាយភាសាខ្មែរហើយអាចយល់និងពិភាក្សាបានចំគោលដៅបងប្អូនទាំងគ្នាទទួលបានប្រសិទ្ធភាពពិតៗមិនឲ្យខាតទឹកប្រាក់មិនឲ្យខាតពេលវេលាហើយជឿសាច់អត់ប្រយោជន៍មែនទេបងចាពីព្រោះថាបើយើងសាកល្បងទិញផលិតផលតាមអនឡាញលាបផ្សងសំណាមផ្សងប្រេងខាតបង់ពេលវេលាជាច្រើនហើយធុញថប់ទៀត stress ទៀតឆ្ងល់ទៀតថាហេតុអីបានលាបទៅមិនជូរហេតុអីបានលាបទៅមិនត្រូវហ្នឹងហើយបងមានអារម្មណ៍ចឹងមានអារម្មណ៍ចឹងអ្នកគ្រូចាហើយដឹងធ្វើម៉េចតែឥឡូវ
មកដល់កន្លែងនេះហើយ ចា ចា មានអារម្មណ៍ថា ដោះស្រាយបញ្ហាបាន ចាអ្នកគ្រូដោះស្រាយបញ្ហាបានអញ្ចឹងលែងមានការបារម្ភទេណាវាឡើងចេញលោកស្រួល ចា អត់ដឹងថានិយាយថាម៉េចទៀតទេព្រោះ និយាយថាមិនចា អូវាល្អហើយណាចាកូនវិញបងកូនបងបានឃើញអញ្ចឹងសប្បាយចិត្ត ចាកូនខ្ញុំសប្បាយចិត្តទេគ្រូចាឃើញមកព្យាបាលទៅទទួលបានផលក៏សប្បាយចិត្តខ្លាំង ចាអូប៉ិតបងជុំវិញខ្លួនគឺសប្បាយរីករាយទាំងអស់គ្នានៅលទ្ធផលទាំងអស់នេះអញ្ចឹងតើអ្នកដែលបានមើលវីដេអូនេះយល់យ៉ាងណាចំពោះការសម្ភាសន៍នេះហើយនឹងលទ្ធផលដែលបងស្រីទទួលបានវិញជួយ comment និង feedback ឲ្យអ្នកគ្រូពេទ្យផងចា ពីចុងក្រោយខ្ញុំសូមប្រាប់ផ្ញើទៅសុភាពនារីទាំងអស់មិនថាសុភាពនារីឬក៏បុរសទេចាបើសិនពួកគាត់មានបញ្ហាស្បែកមុខពួកគាត់អាចមក clinic ដុកទ័របុកបានចាដូចnhưខ្ញុំជាអតិថិជនផ្ទាល់អតិថិជនពិតជាបានជាពិតចាអញ្ចឹងមិនបាច់ឲ្យបងប្អូនចំណាយពេលទៅឆែករកកន្លែងណាដែលថាជាបាលទៅគិតទៅដូចថាយើងគិតថាគូបាត់អត់អីអត់មិនបាច់គិតច្រើនទេចាមក clinic ដុកទ័របុកគឺជាបាលពិតជាពិតតែម្ដងចា អូយអរគុណណាបងអរគុណសំដីពិតតែម្ដងចាគ្រូពេទ្យវិញអរឡើងញ័រនេះតែប៉ុន្តែខ្ញុំពិតជាមានសំណាងដែលបានជួបជាមួយនឹងអតិថិជនដែលគាត់មានទឹកចិត្តនិងបេះដូងល្អណាចាព្រោះការចែកម្លែកនេះមិនមែនជារឿងមួយដែលងាយធ្វើទាំងអស់គ្នាបងនៅពីមុខកាមេរ៉ានៅពីមុខភ្លើងអញ្ចឹងទស្សនិកជនជាច្រើននៅប្រជាពលរដ្ឋជាច្រើនដែលកំពុងតែទស្សនាអញ្ចឹងការចែករំលែកនេះគឺពិតព្រោះយើងទទួលបានលទ្ធផលពិតមិនខ្លាចនៅក្នុងការដាក់ផ្សព្វផ្សាយចាអ្នកគ្រូចាខ្ញុំនិយាយនេះមិនមែនជាការប្រម៉ូទអីទេចាគឺចេញពីអារម្មណ៍ពិតរបស់ខ្ញុំចឹងខ្ញុំឲ្យស្ត្រីទាំងអស់គ្នានឹងស្អាតដូចខ្ញុំចឹងដែរចាអូបានប៉ុនណាបងអរគុណចានៅចាយត្រូវអ្នកគ្រូចាឲ្យពេលវេលាក៏ឲ្យវាឆាប់ដែរធំត្រូវបងធំត្រូវចាបានប៉ុនខ្លាំងណាស់បងស្អាតហើយជួយចែកម្លែកទៀតអញ្ចឹងហើយបងប្អូនស្រីបរិសុទ្ធទាំងអស់គ្នាអ្នកដែលមានបញ្ហាស្នាមជាប់ដូចបងអាចអញ្ជើញមកពិភាក្សាជាមួយនឹងអ្នកគ្រូពេទ្យនៅដកទ័របុទាំងអស់គ្នាអញ្ចឹងឥឡូវនេះពីអ្នកនាងខ្ញុំសូមជម្រាបលាជូនពរឲ្យបងប្អូនអ្នកមើលទស្សនាទាំងអស់គ្នាមានសុខភាពល្អចា